រឿងក្អែកមួយជាក្អែកបោកកាលពីព្រៃនាយមានបុរសពីរនាក់ឈ្មោះអាខិលនិងអាខូចអាខូចមានគំនិតទុច្ចរិតបានយកអាចម៍ដាក់ពេញពាងហើយបិទភ្ជិតយ៉ាងល្អឯអាខិលវិញក៏មិនធម្មតាដែរគេបានធ្វើកាំបិតមួយដោយយកកំបោរមកធ្វើជាផ្លែលាបពណ៌ឲ្យដូចដែកនិងធ្វើស្រោមយ៉ាងធំល្អថ្ងៃមួយអ្នកទាំងពីរបានចេញដំណើរទៅរកស៊ីហើយបានជួបគ្នានៅកណ្ដាលផ្លូវដោយចៃដន្យអ្នកអើយជួយទិញផ្អកឃុំយកទៅពិសាផងផ្អកចាវយ៉ាងល្អឆ្ងាញ់ពិសាណាស់អាខិលឃើញពាងផ្អកក៏ចង់បានឯអាខូចឃើញដាវស្អាតក៏ចង់បានដែរពួកគេក៏សម្រេចចិត្តដូរគ្នាដាវខ្ញុំនេះមុតណាស់តែបើមិនចាំបាច់កុំអាលហូតមើលក្រែងវាព្រើលសោកវិញមិនចុះអាខូចក៏មិនចាញ់ចិត្តដែរបានហាមអាខិលអំពីពាងផ្អករស់ខ្លួនផ្អកខ្ញុំក៏ដូចគ្នាកុំអាលបើកមើលក្រែងវាស្អុយរុយបែងទុកដល់ពេលស៊ីសម្បើកចុះអាខិលទៅដល់ផ្ទះប្រាប់ប្រពន្ធដែលក្តីត្រេកអរថាបានដូរដាវយកផ្អកមកហើយម៉ែវាហើយដណ្ដើមបាយទៅអញបានផ្អកឆ្ងាញ់មកហើយដូរនឹងដាវយើងអំបញ្ញមិញប្រពន្ធក៏កាយមើលក្នុងពាងស្រាប់តែបាយក្លិនស្អុយអាសោចលូកទៅប៉ះតេរបស់ស្មោះគ្រោកហ៊ីផ្អកស្អីក៏ស្អុយដូចអាចជាងតាគ្មានសាច់គ្មានឆ្អឹងសោះចំណែកឯអាខូចទៅបលផ្ទះខឹងនឹងឆ្កែដែលមកនោមដាក់ជើងក៏ទាញដាវមកកាប់អាហែងនេះដាក់មកដាវឲ្យងាប់ឥឡូវអាខូចដឹងថាចាញ់បោកគេហើយក៏សើចប្រាប់ប្រពន្ធថាអាមួយនោះប្រាជ្ញាស្មើនឹងខ្លួនប្រាជ្ញាអាមួយនោះស្មើនឹងអញត្រូវទៅបបួលវាធ្វើសម្លាញ់រកស៊ីពីរនាក់ទៅបានពួកគេទាំងពីរបានជួបគ្នាវិញសើចដាក់គ្នាហើយព្រមព្រៀងធ្វើជាមិត្តភក្តិដើររកស៊ីជាមួយគ្នាអញមកសុំឯងធ្វើសម្លាញ់អ្នកទាំងពីរបានដើរទៅដល់ផ្ទះសេដ្ឋីម្នាក់ដែលទើបនឹងស្លាប់គេឃើញកូនចៅកំពុងយំសោកអ្នកណាស្លាប់បានជាគេយំពួកគេបង្កើតផែនការបន្លំធ្វើជាកូនធំរបស់សេដ្ឋីដើម្បីយកទ្រព្យសម្បត្តិឯងខ្លែងសម្បុតទៅឯងនឹងលុបចូលទៅដេកក្នុងមឈូសធ្វើជាខ្មោចសេដ្ឋីស្ដីឲ្យពួកវាឆ្លៀតពេលដែលគេមិនចាប់អារម្មណ៍អាខិលបានលុបចូលទៅដេកក្នុងមឈូសជាមួយសពសេដ្ឋីអាខូចដើរចូលយ៉ាងក្លាហានហើយអានសម្បុតខ្លែងខ្លាយប្រាប់កូនចៅសេដ្ឋីសម្បុតនេះលោកសេដ្ឋីបានផ្ដែផ្ដាំថាខ្ញុំជាកូនធំកំសត់លោកឲ្យខ្ញុំមកយកទ្រព្យខ្លាទៅចាយកូនសេដ្ឋីមិនជឿព្រោះគ្មានត្រាឬហត្ថលេខាអាខូចក៏ប្រាប់ឲ្យសួរទៅសាកសពចុះបើមិនជឿអញ្ជើញទៅហៅសួរលោកចុះបើលោកស្ដីនោះខ្ញុំពិតបើលោកស្ងៀមនោះខ្ញុំក៏ហុកហើយកូនសេដ្ឋីបានទៅហៅឪពុកស្រាប់តែអាខិលនៅក្នុងមឈូសឆ្លើយតបមកវិញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលកូនអញឈ្មោះអាខូចវាមកហើយឬឲ្យរបក់ទៅវាទៅដោយខ្លាចបំរាមខ្មៅឪពុកខ្លួនកូនចៅក៏រៀបចំរទេះដាក់ទ្រព្យសម្បត្តិឲ្យទៅអាខូចសុំបងយកទៅចុះតាមបណ្ដាំលោកឪពុកពេលអាខូចបររទេះចេញទៅអាខិលក៏លុបចេញពីមឈូសរត់តាមក្រោយរទេះអ្នកទាំងពីរបានជួបគ្នាវិញហើយដាក់ទ្រព្យសម្បត្តិទៅក្នុងព្រៃពួកគេចាប់ផ្ដើមឃ្លានបាយយើងឃ្លានបាយណាស់ឯងចាំនៅទីនេះចុះអញទៅរកសុំបាយគេស៊ីហើយនឹងយកមកផ្ញើឯងខ្លះអាមួយទៅរកបាយដាក់ថ្នាំបំពុលអាមួយនៅចាំរទេះដាក់អន្តែតពួកគេសុទ្ធតែចង់បានទ្រព្យតែម្នាក់ឯងអាខិលមកដល់ត្រឡប់មកវិញជួនអន្តែតស្លាប់អាខូចឃើញហើយត្រេកអរក៏យកបាយមកស៊ីពុលស្លាប់ទាំងពីរនាក់ព្រឹកឡើងមានបុរសកំសត់ម្នាក់ដែររកអូបានឃើញរទេះនិងទ្រព្យសម្បត្តិក៏ដឹកយកទៅផ្ទះមកដល់ផ្ទះបុរសកំសត់នោះចង់ដឹងថាប្រពន្ធចេះលាក់ការឬទេក៏កុហករឿងក្អែហើរចេញពីគូតអញជូអាចមិញមានក្អែមួយហើរចេញពីក្តិតហើយឯងក៏មួតប្រាប់គេណាក្រែងគេចាប់អញទៅដាក់គុកប្រពន្ធមិនអាចលាក់បានក៏ទៅខ្សឹបប្រាប់អ្នកជិតខាងថាមានក្អែមួយអ្នកជិតខាងប្រាប់ទៅថាមានក្អែ5មានក្អែមួយហើរចេញពីក្តិតប្តីខឹមតែកុំប្រាប់គេណារឿងចេះតែល្បីតគ្នាពីក្អែ1ទៅក្អែ5ពីក្អែ5ទៅក្អែ10ហើយល្បីដល់ស្ដេចព្រះមហាក្សត្រទ្រង់ឮក៏មានព្រះតីឆ្ងល់ឲ្យហើយបុរសនោះមកសួរនាំតើពិតជាមានក្អែហើរចេញពីក្តិតឯងមែនឬបុរសនោះក៏ក្រាបទូលតាមត្រង់ថាខ្លួនគ្រាន់តែកុហកប្រពន្ធចង់ដឹងចិត្តប៉ុណ្ណោះ
ព្រោះទើបបានទ្របច្រើនមិននឹកស្មានថារឿងទើជាធំបែបនេះស្ដេចទ្រង់ជ្រាបរឿងក៏សពប្រតិនឹងភាពស្មោះត្រង់របស់បុរសនោះស្ដេចបានអនុញ្ញាតឲ្យបុរសនោះរក្សាទុកទ្រព្យសម្បត្តិដែលរើសបានពាក់កណ្ដាលនិងពាក់កណ្ដាលទៀតដាក់ឃ្លាំងឯងជាមនុស្សស្មោះត្រង់យើងអនុញ្ញាតឲ្យឯងយកទ្រព្យពាក់កណ្ដាលចុះបុរសស្មោះត្រង់ក៏ត្រឡប់ទៅផ្ទះវិញរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសារ